បើយើងមិនវាយទេតែពីសប្តាហ៍ទៀតតែប៉ុណ្ណោះអ៊ីរ៉ង់នឹងមានគ្រាប់នុយក្លេអ៊ែរហើយនេះគឺជាសម្ដីរបស់លោកប្រធានាធិបតីដូណាល់ត្រាំគណៈអាមេរិកនិងអ៊ីស្រាអែលបន្តវាយប្រហារអ៊ីរ៉ង់ដូចទឹកបាក់ទំនប់ហើយអ៊ីរ៉ង់នៅតែបន្តវាយប្រហារតបតវិញលើអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាឥឡូវធ្លាយទៅដល់ទូគីទៀតនោះប៉ុន្តែលោក Alexander Dugin ទស្សនវិទូផ្នែកនយោបាយរបស់រុស្ស៊ីបានលើកឡើងថានរណាឈ្នះនរណាចាញ់នៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់នឹងដឹងគ្នាហើយនៅ3ឬក៏4ថ្ងៃទៀតតែប៉ុណ្ណោះលោក Alexander Dugin បានបន្តថាប្រសិនបើ3ឬក៏4ថ្ងៃទៀតអ៊ីរ៉ង់នៅតែបន្តដាក់សម្ពាធបានហើយនៅតែមិនព្រមចរចាជាមួយអាមេរិកនោះអញ្ចឹងមានន័យថាជ័យជំនះហើយបើទោះបីជាយ៉ាងណាក៏ដោយក្រោយព្រឹទ្ធសភាបរាជ័យនៅក្នុងការរារាំងខ្ទប់សិទ្ធិអំណាចសង្គ្រាមរបស់លោកឥឡូវលោកប្រធានាធិបតីដូណាល់ត្រាំនៅតែមានសិទ្ធិអំណាចពេញទីនៅក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ដោយលោកបានលើកឡើងថាទីហ៊ានអាមេរិកធ្វើបានល្អណាស់នៅជួរមុខលោកឲ្យពិន្ទុ15លើ10ហើយថានៅពេលនេះមេដឹកនាំអ៊ីរ៉ង់ឡើងមួយស្លាប់មួយឡើងមួយស្លាប់មួយលោកបានបន្តទៀតថាបើអាមេរិកមិនវាយប្រហារអ៊ីរ៉ង់ទេត្រឹមតែ2សប្តាហ៍ទៀតតែប៉ុណ្ណោះអ៊ីរ៉ង់នឹងផលិតបានគ្រាប់នុយក្លេអ៊ែរហើយសម្ដីមួយម៉ាត់នេះរបស់លោកប្រធានាធិបតីដូណាល់ត្រាំបានធ្វើឲ្យគេនឹកឃើញដល់ពេលដែលអាមេរិកដឹកនាំសម្ព័ន្ធមិត្តទៅវាយប្រហារអ៊ីរ៉ាក់ដោយចោទថាលោកសាដាមហ៊ូសេនមានអាវុធនុយក្លេអ៊ែរប៉ុន្តែទីបំផុតរកមិនឃើញដោយការចោទប្រកាន់នោះទេក្រៅពីនេះលោកប្រធានាធិបតីដូណាល់ត្រាំក៏បានលើកឡើងបន្តផងដែរថាបើអាមេរិកមិនវាយប្រហារអ៊ីរ៉ង់មុនទេអ៊ីរ៉ង់គង់តែវាយប្រហារអ៊ីស្រាអែលមុនដែរហេតុដូច្នេះទើបអាមេរិកនិងអ៊ីស្រាអែលចាត់វិធានការបង្ការទុកជាមុនក្នុងពេលវេលានេះអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តវាយប្រហារអ៊ីរ៉ង់ដោយមិនដាក់ដៃដោយកំទេចជើងទម្រោបបាញ់មីស៊ីលរបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ហើយអ៊ីស្រាអែលក៏បន្តទម្លាក់គ្រាប់លើទីបញ្ជាការដ្ឋានសំខាន់និងតាមប្រមាញ់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់គឺលោក Mojtaba Khamenei កូនប្រុសទី2របស់លោក Ali Khamenei បន្តទៀតហើយនៅក្នុងការវាយប្រហារទី11របស់ខ្លួនដែលកំពុងតែកំទេចក្រុមហេបូឡានៅលីបង់ផងដែរមកដល់ឡើងពេលនេះទីបញ្ជាការកណ្ដាលអាមេរិកបានលើកឡើងថាកងកម្លាំងអាមេរិកបានបាញ់បញ្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់ឲ្យលិចទៅបាត់សមុទ្រអស់ជាង20គ្រឿងអស់ហើយនៅក្នុងនោះរួមមានទាំងនាវាចម្បាំងរបស់អ៊ីរ៉ង់ដែលត្រូវនាវាមុជទឹកអាមេរិកបាញ់ពន្លិចនៅក្នុងមហាសមុទ្រឥណ្ឌាក្បែរស្រីលង្កាផងដែរថ្មីត្បិតរងការវាយប្រហារយ៉ាងដំណំប៉ុន្តែអ៊ីរ៉ង់នៅតែអាចសម្រួលអារម្មណ៍ហើយបន្តបដូរកណ្ដាប់ដៃវិញបានផងដែរដោយឥឡូវនេះអ៊ីរ៉ង់បានប្រកាសរលកវាយប្រហារលើកទី19លើអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកកាំងជាបន្តផងដែរនៅក្នុងផែនការដែលអ៊ីរ៉ង់អះអាងថានឹងត្រូវរៀបក្រឡាទប់រួចជាស្រេចដោយលោក Khamenei មុនពេលលោកត្រូវបានសម្លាប់កាលពីប្រមាណថ្ងៃមុនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងរួចហើយថាបើមានមីស៊ីលបាញ់ទៅដល់អាមេរិកអ៊ីរ៉ង់បាញ់ទៅដល់អាមេរិកហើយមិនចាំបាច់បាញ់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជិតខាងនោះទេហេតុដូច្នេះអ៊ីរ៉ង់សុំទោសប្រទេសជិតខាងផងដែរអាមេរិកមកដល់ម៉ោងនេះគឺប្រកាសប្រាប់ប្រជាពលរដ្ឋអាមេរិកនៅលើពិភពលោកឲ្យប្រយ័ត្នប្រយែងគ្រប់គ្នាហើយជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកគឺប្រជាពលរដ្ឋអាមេរិកនៅប្រទេសទាំង15នេះត្រូវជំលះជាបន្ទាន់បើអាចធ្វើទៅបានគឺចាក់ចេញពីប្រទេសហ្នឹងហ្មងគឺដោយសារតែគ្រោះថ្នាក់ធ្ងន់បំផុតនៅប្រទេសទាំងនេះគេខ្លាចពួកអ៊ីរ៉ង់យកលេសជាគេហៅថាចំណាប់ខ្មាំងអីបានណាអញ្ចឹងឲ្យចេញប្រទេសដែលឲ្យចេញហ្នឹងគឺមានបារ៉ែនអេហ្ស៊ីបអ៊ីរ៉ង់នឹងតែម្ដងចេញឲ្យអស់ប្រទេសអ៊ីរ៉ាក់ក៏ត្រូវចេញដែរអ៊ីស្រាអែលនៅតំបន់ West Bank និងកាហ្សាត្រូវចេញឲ្យអស់ Jordan, Kuwait, Liban, Oman, Qatar, Arabia Saudit, Syria និងអារ៉ាប់រួមនិងចុងក្រោយយេម៉ិនប្រទេស15នេះគឺប្រជាពលរដ្ឋអាមេរិកដែលនៅទីហ្នឹងត្រូវចាក់ចេញជាបន្ទាន់តាមដែលអាចធ្វើទៅបានហើយអាមេរិកសម្រួលការធ្វើដំណើរតាមរយៈយន្តហោះដឹកអ្នកដំណើរដឹកអីក៏ដោយឲ្យទៅចេញឲ្យបានក្នុងពេលហ្នឹងឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយមួយទៀតអ្នកដែលជាជនជាតិអាមេរិកនៅគ្រប់ទិសទីហ្នឹងគឺឲ្យចុះឈ្មោះមួយនៅក្នុងកម្មវិធីរបស់រដ្ឋរបស់ក្រសួងការបរទេសគឺឈ្មោះថា step.state.gov step.state.gov គឺដើម្បីទទួលបានព័ត៌មានចុងក្រោយពីក្រសួងការបរទេសអាមេរិកតាក់ទងនឹងវិធានការបែបណាដែលត្រូវដោះស្រាយបន្ទាន់ហើយក៏គេមានផ្ដល់លេខទូរស័ព្ទអីច្រើនដែរបាទអានេះគឺជាវិធានការរបស់អាមេរិកដោយគិតថាសង្គ្រាមនេះវាអាចប្រើពេលយូរយីយ៉ាងណាប៉ុន្តែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិកជាចម្បងទៅទៀតហើយបងប្អូនអត់ថយក្រោយទេឥឡូវនេះគឺខ្ញុំវិលមកចូលដល់ព័ត៌មានរបស់យើងវិញតាក់ទងនឹងខ្មែរវិញម្ដង
ទៅប្រអែមអង់គ្លេសមុនបរទេសមុនណាប៉ុន្តែរឿងដែលរកម្មចិត្តនៅស្រុកខ្មែរយើងឃោសនាថ្កោលទោសអាមេរិកឬក៏នាំគ្នាបន្តិចផ្ដាសាអាមេរិកហ្នឹងដើម្បីអីឲ្យស្អំចិត្តមេដឹកនាំផ្ដាច់ការឲ្យស្រួលសម្រានលងលក់ស្រួលទៅថាអត់អីទេកុំមើលមេដឹកនាំអ៊ីរ៉ង់យើងមិនមែនដូចអ៊ីរ៉ង់ទេប៉ុន្តែអត់ព្រមកែឲ្យខុសពីអ៊ីរ៉ង់ហ្នឹងទេហើយនាំគ្នានិយាយប្រសាបទៅថាអ៊ីរ៉ង់មិនអីទេតិចទៀតអាមេរិកខ្ទេចហើយសមរភូមិហ្នឹងមិនឈ្នះអ៊ីរ៉ង់ទេខ្ញុំសឹងតែហ៊ានភ្នាល់មកត្រឹមអ៊ីរ៉ង់មួយហើយអាមេរិកសម្ព័ន្ធមិត្តទាំងអង់គ្លេសទាំងអាល្លឺម៉ង់ទាំងបារាំងនាំគ្នាជួយគ្រប់គ្រងទាំងអស់នេះតើអ៊ីរ៉ង់ទៅផ្លូវណាហើយម្នាក់គិតថាចាំមើលរុស្ស៊ីហើយចិនចាគេពាត់ចាប់បានហើយរុស្ស៊ីមកដល់ម៉ោងនេះទ្រាំខ្លួននឹងឲ្យក្រែនខ្សោះខ្លួនឲ្យទៅហ៊ានស្លាប់ចង់ពាយដល់ចិត្ត1លានអ្នកហើយដឹងអស់ហើយចិនហ្នឹងការពារតែខ្លួនឯងហ្នឹងការពារមិនចង់ឈ្នះហើយកុំមកររឿងអីណាដល់មកចូលរួមសាក់មើលចិនសាក់រឿងលូកដៃចូលក្នុងសង្គ្រាមអ៊ីរ៉ង់គ្រប់គ្រងអ៊ីរ៉ង់យកតបអីយកអីមកហ្នឹងបានលេះអាមេរិកររឿងចិនហ្នឹងដាច់ភឹងហ្មងពងររឿងប្រហែលរយៈហ្នឹងគឺឃើញចិនហ្នឹងរៀងក្អេលក្អូលអីផងដូច្នេះអត់ទេបងប្អូនមកនេះទៅគឺវាមានតែរឿងត្រូវដូររបបណែអ៊ីរ៉ង់ហ្នឹងហើយរៀបចំរដ្ឋាភិបាលថ្មីកុំគិតថយក្រោយវិញអ៊ីរ៉ង់នឹងលែងដូចដើមមេដឹកនាំស្លាប់ចង់អស់ដាច់ពូជហើយដូច្នេះគេនឹងលើកបន្តហើយបើអ៊ីរ៉ង់នៅតែចេះថារើសអ្នកណាថ្មីមកដើម្បីគ្រប់គ្រងប្រទេសស្លាប់ទៀតវាអត់មានទៅរួចទេប្រព័ន្ធការពារជាតិអ៊ីរ៉ង់អីទៅអស់ហើយខ្ទេចខ្ទីអស់ហើយព្រោះអាមេរិកផ្លោងខ្ទេចខ្ទីរាប់ពាន់ទីតាំងមិនមែនតិចតួចទេរាប់ពាន់ទីតាំងហើយសហអាមេរិកអស់គ្រាប់មែន100ឆ្នាំទៀតក៏មិនអស់ដែរគ្រាប់អាមេរិកនេះព្រោះអាគ្រាប់ចាស់ដែលប្រើមកសល់ចោលហ្នឹងគឺមិនដឹងប្រមាណលានប្រមាណស្អីគ្រាប់ស្ទើរតែពេញឃ្លាំងអស់ហើយអត់ខ្វះទេហើយការផលិតបើអាមេរិកផលិតមិនទាន់ហ្នឹងសម្ព័ន្ធមិត្តអាមេរិកហ្នឹងយកមកតែណាអស់រកតែកន្លែងយកទៅចោលវាហួសដេលេហ្នឹងមិនអស់ផងដូច្នេះកុំទៅគិតដល់ប៉ុណ្្នឹងពេកគិតចេះវិញបើឃើញមេដឹកនាំផ្ដាច់ការចេះតែទៅប្រយមួយអញ្ចឹងយើងគិតថាតើយើងធ្វើអីកុំឲ្យចូលក្នុងដានអញ្ចឹងធ្វើម៉េចដើម្បីឲ្យកុំឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសខ្លួនយើងហ្នឹងថ្នាក់នឹងយើងហើយកែផ្សារជាតិអាហ្នឹងបានយើងទៅរកផ្លូវដែលយើងរួចខ្លួនតែយើងខ្ទប់ឆ្នាំងបាយដែលកំពុងពុះហ្នឹងគឺយើងរលាកខ្លួនហើយដឹងទៀតប៉ុន្តែនៅតែខំប្រឹងសកត់អញ្ចឹងទៅទាំងអស់គ្នាហ្នឹងអត់ព្រមរកដំណោះស្រាយបន្ធូរឥឡូវចេញទៀតហើយឃើញប្រជាពលរដ្ឋរិះគន់គ្រប់យ៉ាងឃើញឃោសនិកបកកណ្ដាលអំណាចនឹងរិះគន់អាមេរិកឥឡូវប្រជាពលរដ្ឋរិះគន់រឿងនៅស្រុកខ្មែរសុកទៅមានគំនិតអីណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិឥឡូវរងការរិះគន់ពេញភូមិតាមពិតគំនិតនេះគឺចេញមកពីរដ្ឋមន្ត្រីក្រសួងការពារជាតិក្រសួងការមហាផ្ទៃទៅទៀតលោកសសុខាព្រោះអីលោកសុខាដែលជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃគាត់មកលើកឡើងថាគំនិតនេះគឺជាគំនិតថ្នាក់ដឹកនាំតែជាគម្រោងទេគឺចង់យកប្រជាការពារភូមិហ្នឹងមកពីក្មេងទំនើងតែយើងស្ដាប់ទៅដូចជាកម្ពុជានឹងខ្វះរឿងប្រជាការពារភូមិហ្នឹងមែនតើឬក៏យ៉ាងម៉េចឲ្យឆ្ងល់ប្រជាពលរដ្ឋលើកឡើងគ្រប់គ្នាមកឲ្យខ្ញុំមែនតើទៅក៏ខ្ញុំអានសប្តាហ៍រឿងហ្នឹងមិនបានទៅរឿងហ្នឹងចេះលោកសសុខាហ្នឹងគឺថាកំពុងពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិនៅតាមឃុំឃុំអីអញ្ចឹងទៅកាត់បន្ថយសកម្មភាពក្មេងទំនើងឬភាពបន្ទុះសារាយហើយលោកសសុខៈហ្នឹងក៏និយាយថាបើគម្រោងហ្នឹងចូលជាធរមានគឺវាល្អដែរគឺប្រកួតប្រជែងភូមិមួយទៅភូមិមួយយកជើងកាងហ្នឹងយកមកការពារភូមិវិញបើភូមិណាបានជើងកាងច្រើនយកមកដោះខាត់អីចឹងល្អទៅគឺប្រកួតយកស្នាដៃស្ដាប់ទៅគឺល្អមែនតើដែលយើងស្ដាប់ទៅគួរឲ្យជក់ចិត្តណាបងប្អូនប៉ុន្តែការពារភូមិសុវត្ថិភាពខ្វះមនុស្សខ្លះណាស់ឬបានទៅយកជើងកាងហ្នឹងចាប់ដាក់គុកអស់ទៅជើងកាងចាប់ដាក់គុកចោះបើសិនជាមេដាធម្មជាតិកញ្ញាសេងធីរីឬក៏ស្រុនស្រនសុភាអីវិញទៅដែលកាងណាចាប់គេដាក់គុកអស់អាលីងមនុស្សដែលអត់ត្រូវមានប៉ះពាល់សន្តិសុខសង្គមស្អីដូចក្រុមជើងកាងបងធំអីចាប់គេដាក់អស់អ្នកស្លូតចាប់ដាក់គុកអស់អាលីងតើអ្នកកាយឲ្យនៅក្រៅឃុំយកធ្វើជាប្រជាការពារបងប្អូនបើសិនជាខ្ញុំបានជើងកាងមកការពារខ្ញុំនៅក្នុងភូមិខ្ញុំវិញណាខ្ញុំច្បាស់ជាអូយភ័យបាក់ស្បាតហើយព្រោះអីចោះបើខ្ញុំចង់តែសើចដែរតែយ៉ាងណាបងប្អូនអានេះគឺជាគំនិតគេចង់អភិវឌ្ឍតែយើងនឹងទើសតែរហូត
ខ្ញុំអត់ទៅទេបងប្អូនប៉ុន្តែវាសេចក្ដីជាតែខ្ញុំលើកពីមតិរបស់បងប្អូនយើងដែលជាបណ្ឌិតបញ្ញវន្តនៅស្រុកខ្មែរដែរលោកប៉ាច័ន្ទរឿនដែលជាបណ្ឌិតមួយរូបប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាខ្ញុំអានអត្ថបទលោកបន្តិចទៅព្រោះល្អហើយគួរតែបានបញ្ញវន្តអញ្ចឹងសរសេរឲ្យច្រើនលោកថាអញ្ចេះតើក្រសួងមហាផ្ទៃគួរបញ្ចូលក្មេងទំនើងឲ្យធ្វើជាប្រជាការពារភូមិឬទេលោកនិយាយបានច្រើនប៉ុន្តែខ្ញុំមិនមានពេលគ្រប់គ្រាន់ទេលោកថានៅប្រទេសជឿនលឿនណាការជ្រើសរើសកងកម្លាំងដូចជាសន្តិសុខដូចប៉ូលីសនិង PM ជាដើមគេធ្វើដោយប្រយ័ត្នប្រយែងខ្ពស់ណាស់គឺវាតម្លៃតាំងពីកាយសម្បទាសមត្ថភាពអត្តចរិតប្រវត្តិគ្រួសារអីជាដើមគេមិនយកបុគ្គលដែលមានប្រវត្តិមិនល្អមកធ្វើជាសមត្ថកិច្ចឡើយការអនុវត្តនេះហៅថាស្តង់ដារមាសហើយវិន័យសន្តិសុខសាធារណៈនៅក្នុងប្រទេសជឿនលឿនកើតឡើងខ្ញុំសរសើរលោកប៉ាច័ន្ទរឿនមែនតើរស់នៅ